បើកបាតដៃរបស់អ្នកប្រសិនបើអ្នកបត់ម្រាមនាងនិងម្រាមកូនដៃចុះក្រោមរួចយកម្រាមមេដៃសង្កត់ពីលើស្រាលហើយលាតម្រាមចង្អុលនិងម្រាមកណ្ដាលឲ្យត្រង់នេះគឺជាកាយវិការដោបើបត់ម្រាមកណ្ដាលនិងម្រាមនាងចុះក្រោមហើយលាតម្រាមមេដៃចង្អុលនិងកូនដៃឲ្យត្រង់នេះគឺជាកាយវិការភ្នំទាំង3បើបត់តែម្រាមនាងហើយយកម្រាមមេដៃសង្កត់ពីលើស្រាលនេះគឺជាកាយវិការសម្រាប់ធ្វើឲ្យចិត្តស្ងប់បើបត់ម្រាមដៃទាំង4ចូលគ្នារួចយកម្រាមមេដៃសង្កត់ពីលើក្រចកដៃទាំង4នេះគឺជាកាយវិការរន្ទះទាំង5បើបត់ម្រាមនាងរួចយកម្រាមកូនដៃសង្កត់ពីលើបន្ទាប់មកបត់ម្រាមចង្អុលនិងកណ្ដាលចូលហើយយកម្រាមមេដៃសង្កត់ពីលើនេះគឺជាកាយវិការវិញ្ញាណភ្លើងបន្តពីកាយវិការមុនគ្រាន់តែលាតម្រាមចង្អុលឲ្យត្រង់ឡើងលើនេះគឺជាកាយវិការឋានសួគ៌បើបត់ម្រាមកណ្ដាលនិងម្រាមកូនដៃចុះក្រោមរួចយកម្រាមមេដៃសង្កត់ពីលើនេះគឺជាកាយវិការគម្ពីរសម្រាប់កាយវិការនេះវាមានលក្ខណៈស្មុគស្មាញបន្តិចសូមអនុវត្តតាមការបង្ហាញនៅក្នុងវីដេអូប៉ុន្តែសូមកត់សម្គាល់ថាមិនត្រូវធ្វើកាយវិការនេះដាក់អ្នកដទៃនោះទេជាចុងក្រោយបើបត់ម្រាមចង្អុលនិងម្រាមកូនដៃចុះក្រោមលាម្រាមកណ្ដាលនិងម្រាមនាងឲ្យត្រង់ហើយយកម្រាមមេដៃសង្កត់លើម្រាមដែលបត់នេះគឺជាកាយវិការស្វែងរកនាគនិងបង្ក្រាបខ្លា